មកទៀតហើយជាមួយខ្ញុំបងសង្ហាបកឡងភ្លេចប្តីបាទថ្ងៃនេះដែរខ្ញុំធ្វើបកាអបមីសូឲ្យអ្នកទាំងអស់គ្នាបានមើលបាទឥឡូវនេះគឺយើងមានគ្រឿងយើងរៀបចំរួចរាល់ហើយបាទមានទាំងបកាមានទាំងគ្រឿងទេសមានទាំងជីនិងបន្លែមីសួរបាទនេះគឺជាគ្រឿងទេសរបស់ខ្ញុំដែលត្រៀមទុកសម្រាប់ធ្វើបកាអបមីសួរទាំងអស់គ្នាបាទគឺអាចងាយទេបាទងាយទេបងប្អូនអាចយកទៅធ្វើញ៉ាំនៅផ្ទះតាមភូមិតាមផ្ទះឲ្យបានដូចគ្នាញ៉ាំជួបជុំគ្រួសារញ៉ាំជួបជុំបងប្អូនមិត្តភក្តិអីបានដូចគ្នាបាទឥឡូវនេះគឺខ្ញុំមានផ្សិតខ្មៅខ្ញុំប្រើ4-5កាទៅបាទនេះគឺជាខ្លាញ់ជ្រូកខ្ញុំប្រើខ្លាញ់ជ្រូកចំនួន4-5ចំណិតដើម្បីឲ្យវាមានជាតិខ្លាញ់កុំឲ្យជាប់នៅបាតឆ្នាំងយើងបាទនេះគឺខ្ញីបាទខ្ញីគឺខ្ញុំហាន់បែបចំណិតបាទជាមួយនឹងជីវ៉ាន់ស៊ុយខ្ញុំដំឲ្យវាបែកតិចមកដើម្បីវាមានក្លិនក្រអូបបាទនាំមកដោយបង្គាបាទបង្គាគឺខ្ញុំកាត់ចុងហើយគឺខ្ញុំពុះតែខ្នងទេបាទកាត់ចុងពុះខ្នងមកចឹងមកបង្គានេះគឺខ្ញុំប្រើតែ10គ្រាប់ទេបងប្អូនទាំងអស់គ្នាបាទយើងអាចប្រើលើសពីហ្នឹងក៏បានឬក៏ប្រើតិចជាងហ្នឹងក៏បានប៉ុន្តែខ្ញុំប្រើតែ10គ្រាប់ទេវាអាចចំនួនប្រហែលជាខ្ទង់2ខាំបាទ2ខាំឬក៏1ខាំកន្លះបាទប៉ុណ្ណឹងឯងបាទហើយយើងលាងទឹកតិចបាទអូខេយើងបានរួចរាល់ហើយយើងត្រៀមដាក់ដល់ក្នុងភ្លើងទាំងអស់គ្នាបាទនេះគឺគ្រឿងរបស់ខ្ញុំដាក់គ្រឿងបដាបាទខ្ញុំដាក់ឆ្នាំងក្នុងភ្លើងបាទមានជីវ៉ាន់ស៊ុយផ្សិតខ្មៅសាច់ជ្រូកខ្លាញ់ជ្រូកខ្ទឹមក្រហមខ្ទឹមសគឺយើងដាក់ឲ្យហើយបាទនេះគ្រឿងទេសគឺយើងដាក់ឲ្យហើយដូចគ្នាមានអានេះម្សៅស៊ុបនេះទឹកស៊ីអ៊ីវបាទទឹកត្រីបាទជាមួយនឹងស្ករសជាមួយនឹងប៊ីចេងឥឡូវយើងដាក់ភ្លើងហើយបាទយើងដាក់ភ្លើងមកឲ្យវាក្តៅហើយយើងកូរបន្តិចបាទនេះស្រួលមែនតើអត់សូវប្រើពេលវេលាយូរទេបាទនេះយើងប្រើទឹកដាក់វាបន្តិចមកកុំឲ្យវាខ្លោចបាទដាក់ឲ្យកូរវាបន្តិចមកដោយសារតែវីដេអូនេះខ្ញុំកាត់ចឹងណាហើយយើងដាក់គ្រឿងហើយយើងដាក់ភ្លើងឲ្យក្តៅហើយយើងកូរគ្រឿងនឹងឲ្យរឿងឈ្ងុយទីសិនចាំយើងដាក់ទឹកណាបងប្អូនទាំងអស់គ្នាខ្ញុំជុំទៅជាឲ្យហ្នឹងបាទឥឡូវនេះឆ្នាំងអបមីសូរបស់ខ្ញុំបានដាក់បង្គាចូលហើយបាទអ្នកទាំងអស់គ្នាអញ្ចឹងយើងកូរបង្គាឲ្យវាសព្វចូលគ្រឿងឲ្យវាចូលជាតិនៅក្នុងហ្នឹងបន្តិចមកបាទនេះគឺជាទឹកស៊ីអ៊ីវខ្មៅបាទយើងដាក់យកពណ៌វាឲ្យវាមានពណ៌ស្រស់ស្អាតប្រភេទអបបាទយើងកូរឲ្យសព្វបន្តិចមកឲ្យវាចូលជាតិគ្នាបាទនេះគឺជាមីសួរបាទមីសួរខ្ញុំដាក់មកកូនចានចង្កឹះហ្នឹងបាទអានេះនៅលើអ្នកដែលចូលចិត្តញ៉ាំទាំងអស់គ្នាអ្នកចូលចិត្តដែលញ៉ាំមីសួរច្រើនអាចដាក់ច្រើនជាងនឹងបន្ថែមទៀតក៏បានឬក៏អាចដាក់តិចជាងនឹងក៏បានដែរអ្នកទាំងអស់គ្នាបាទ
ងាយមែនទែនបាទតែញ៉ាំកូរច្បល់មីស៊ូឲ្យវាចូលក្នុងចូលជាតិបន្តិចមកឲ្យប្រកបខាងក្រោមទៅដើម្បីឲ្យវាចូលជាតិជាមួយនឹងជាតិគ្រឿងបាទបាទឥឡូវនេះគ្រឿងគេអត់មីស៊ូរបស់ខ្ញុំក៏បានហើយរួចរាល់ដែរអានេះគឺជាគ្រឿងដែលដាក់ចុងក្រោយបាទមានលឹកខ្ទឹមមកនឹងជីឆាយមានម្ទេសទៅតាមអ្នកចិត្តចូលចិត្តញ៉ាំហឹរឬមិនហឹរអញ្ចឹងណាបាទចុងក្រោយគឺមានខ្ទឹមបំពងបាទយើងស្រោចខ្ទឹមបំពងពីលើមកដើម្បីយើងបិទការ៉ូបទៅវាចេញក្លិនមានរសជាតិឈ្ងុយបាទហើយបន្ថែមទៅដោយស្រាចិនមួយប្រភេទទៀតបាទនេះស្រាចិនបាទខ្ញុំបិទការ៉ូបហើយខ្ញុំស្រោចស្រាពីលើអញ្ចឹងឲ្យវាឈ្ងុយមកហើយយើងក៏បើកការ៉ូបជាដាច់ខាតលុតត្រាពេលយើងញ៉ាំតែយើងបើកការ៉ូបបាទនេះរូបរាងចេញបែបនេះស្រស់ស្អាតទេអ្នកទាំងអស់គ្នាអញ្ចឹងទៅវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេផ្ញើអ្នកទាំងអស់គ្នាជួយចូលចុច follow page ឬក៏ចូលចុច subscribe channel YouTube របស់ខ្ញុំម្នាក់មួយផងដើម្បីតាមដានវីដេអូខ្ញុំបន្តទៀតបាទអរគុណច្រើនអ្នកទាំងអស់គ្នា